សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាទៀតហើយចាឥឡូវនេះយើងបានអា4ភាគ7ដក2ភាគ5ចា4ភាគ7 4ភាគ7ចា4នៅក្នុងតុងទី4 7ភាគយកភាគបែងនៅក្នុងតុងទី1ចាតោះមកយើងដាក់ប្រភេទទី2គឺ2ភាគ5អូខេអញ្ចឹងយើងរកភាគបែងរួមណាយើងបាន7 5ដង35ចាអញ្ចឹងយើង5នេះយើងតម្លាក់2ចេញមកយើងនៅសល់5ហើយយើងដាក់30នៅក្នុងតុងទី2មកតទៅទៀតយើងសម្អាតចេញអស់ចាយើងយកប្រភេទទី1យកមកតាំងយើងបាន4ចាភាគ7ចាតទៅទៀតយើងយកភាគបែងរួម35ចែកនឹង7 35ចែកនឹង7យើងបាន5ចាអញ្ចឹងយើង5នេះ7នេះយើងទាញតម្លាក់2ទៅនៅសល់5តោះមកយើងផលចែក5ទៅគុណនឹង4 5 4ដង20ចា20យើងយកមកដាក់នៅខាងឆ្វេងភាគបែងរួមចា20នៅក្នុងតុងទីតុងទី5 0នៅក្នុងតុងទី4អូខេអញ្ចឹងយើងសម្អាតភាគទី1ចេញតទៅទៀតយើងតាមប្រភេទទី2យើង5 2ភាគ5ចាតមកយើងគុណយើងចែក35ចែកនឹង5យើងបាន35មាន5 7ដង5 7ដង35ចាអញ្ចឹងយើងអានេះ5ស្រាប់ហើយយើងរុញទៅ2ឡើងទៅយើងបាន7តមកទៀតយើងយកផលចែក7នេះយកទៅគុណនឹង2 7 2ដង14ចាអញ្ចឹងយើងសម្អាតចេញទៅយើងដាក់14មកនៅក្នុងតុងឆ្វេងចាអញ្ចឹងយើងបាន14អញ្ចឹងភាគយកថ្មីនៃប្រភេទទី1យើងបាន20ភាគយកថ្មីនៃប្រភេទទី2យើងបាន14អញ្ចឹងយើងបាន20ដក14អូខេចាអញ្ចឹងយើង20ដក14អញ្ចឹង20ដក10នៅសល់1នៅសល់10ឬក៏ថា2ដក1នៅសល់1ចាតបមក0មិនអាចដកបានអញ្ចឹងយើងត្រូវដក10នៅតុងឆ្វេងដក10តុងឆ្វេង10ដក4នៅសល់6ចាអញ្ចឹងចម្លើយចុងក្រោយគឺ6ភាគ35អូខេជួបគ្នាវីដេអូក្រោយទៅបងប្អូនទាំងអស់គ្នា